បាទសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយតើតើទៅនឹងវីដេអូទី1ណាតើតើនឹងការបង្រៀនធ្វើបទភ្លេងអញ្ចឹងវីដេអូទី1នេះជាដំបូងគឺខ្ញុំបង្ហាញខ្លះៗឲ្យយើងយល់ពីកម្មវិធី FL ពីការធ្វើហ្នឹងគឺយើងត្រូវតែឲ្យយើងយល់ខ្លះៗតើតើទៅនឹងនេះវា function វាមួយដោយទូទេនៅពេលដែលយើងអនុវត្តជាមួយគ្នាយើងនឹងដឹងបន្ថែមទៀតជួនកាលអ្វីដែលខ្ញុំបង្ហាញខ្ញុំប្រាប់ទៅបច្ចុប្បន្នពេលនេះគឺយើងនឹងมันអាចចាប់បានបើសិនបើអ្នកគេធ្លាប់ប្រើហើយគេដឹងអស់ហើយអាហ្នឹងគឺយើងប្រាប់ទៅគេយល់ហើយបាទតែសម្រាប់យើងថ្មីទេក្នុងដំណាក់កាលនេះគឺអាចនឹងដឹងជាស្អីទេបាទហើយនៅពេលដែលយើងអនុវត្តផ្ទាល់ធ្វើទៅយើងយល់អូនេះវាមុខងារវាសម្រាប់ចេះអីចឹងទៅបាទហើយតែក្នុងកម្មវិធីហ្នឹងដែរគឺយើងធ្វើបទភ្លេងវាមានកម្មវិធីច្រើនដែលយើងធ្វើហើយជាទូទៅខ្ញុំឃើញគេបង្រៀន FL ហ្នឹងច្រើនបាទចំពោះ Cubase ចំពោះ Studio One ចំពោះ Pro Tool អាហ្នឹងវាសុទ្ធតែជាកម្មវិធីដែលយើងធ្វើភ្លេងដូចគ្នាសំខាន់យើងច្បាស់មួយណាយើងបកកែមួយណាយើងប្រើមួយហ្នឹងអញ្ចឹងខ្ញុំសង្កេតឃើញ FL ហ្នឹងខ្ញុំមើលទៅវាចឹងនិយាយថាលក្ខណៈវាមើលទៅវាថ្លាជាងវាដូចជាមើលទៅវាល្អវាស្រួលមើលនិយាយចំទៅបាទហើយក៏ស្រួលធ្វើអីចឹងទៅក៏ខ្ញុំលើកយក FL ហ្នឹងមកបង្រៀនទៅបាទហើយចំពោះកម្មវិធីផ្សេងៗទៀតហ្នឹងគឺខ្ញុំបានត្រឹមតែសិក្សាយើងរៀនពីវាដែរតែពេលខ្លះយើងលក្ខណៈការរៀបមេឌីរៀបគ្រាប់អីរៀបអីចឹងវាលក្ខណៈពិបាកមើលបាទហ្នឹងហើយឬមកខ្ញុំចេះវាអត់ដល់អាហ្នឹងក៏ខ្ញុំវាអត់ដឹងដែរបាទហើយហ្នឹងហើយជាដំបូងនៅក្នុងវីដេអូនៅក្នុងមេរៀនទី1នេះគឺខ្ញុំនឹងនិយាយច្រើនបន្តិចបាទសំខាន់យើងរៀនយើងត្រូវឲ្យយល់ពីការធ្វើភ្លេងឲ្យចេះទ្រឹស្ដីឲ្យបានច្រើនបាទកាលណាយើងអត់ដឹងអត់នេះទេយើងបាប់ឡើងយើងចង់ធ្វើឲ្យបានចេញមួយបទបាប់ឡើងយើងចង់ចេះហ្មងគឺអត់ទេបាទស្អីក៏ដោយវាត្រូវតែមានទ្រឹស្ដីរបស់វាបាទហ្នឹងហើយឥឡូវខ្ញុំបង្ហាញតើទៅនឹង function នៅលើFL យើងបន្តិចបាទអញ្ចឹងកន្លែងនេះវាមាន file ណាវាមាន edit វាមាន add វាមាន pattern view option tool have អីចឹងទៅអញ្ចឹងកន្លែង file នេះវាជាកន្លែងដែលយើងបង្កើតនៅ file ថ្មីមានន័យថាយើងបង្កើតនៅ FL ចង់និយាយថាយើងបង្កើតនេះថ្មីបទមួយដែលយើងត្រូវការយកវាមកបង្កើតអីចឹងទៅហើយកន្លែងនោះវាមាន save ណាវាមាន save អីចឹងទៅវាមាន import file វាមាន export file អីចឹងទៅណាអានេះនៅពេលដែលយើងធ្វើហើយយើង export វាមកជាWell ជា MP3 ជាអីចឹងទៅបាទអានេះអត់ទេអានេះកន្លែងតាក់ទងយើងមានន័យថា recent pro project នេះគឺយើងបានបើកកន្លងមកណាបាទអញ្ចឹងតែប៉ុណ្្នេះទេដល់ពេល edit នេះវាអត់មានអីទេហ្នឹងគឺមានតែ copy ហើយនឹង cut អីចឹងទេភាគច្រើនគឺយើងអត់មានប្រើទេចំពោះកន្លែង add កន្លែងនេះគឺវាសំដៅទៅលើ plugin របស់យើងដែលយើងធ្វើភ្លេងហ្នឹងវាមាន plugin នេះខ្លះដែលយើងបានដំឡើងហើយនៅក្នុងហ្នឹងដែរខ្ញុំអត់បានបង្ហាញពីការដំឡើង plugin របស់យើងទេហើយចំពោះចាប់ពីត្រឹមនេះទៅត្រឹម controller នេះទៅគឺវាជា plugin scene របស់ FL បាទហើយ plugin scene នេះគឺវាជាទូទៅវាមិនព្រោះវាមិនអីទេតែគាត់ថាតាក់ទងព្រោះមិនព្រោះតើយើងបកកែ mic ទៅលើ track ទៅលើ pattern របស់យើងមួយទៀតបានយើងបានស្ដាប់ទៅវាព្រោះហ្នឹងហើយចំពោះ plugin មួយចំនួនដែលយើងបានដាក់មកហ្នឹងគឺគេហៅថា mic រួចហើយណាអញ្ចឹងពេលខ្លះយើងយកមកប្រើទៅវាស្ដាប់ទៅវាលឺព្រោះជាង plugin ដែលយើងអត់បាន mic នេះបាទហើយនៅក្នុងហ្នឹងដូចខ្ញុំបានតម្លើងវាមាន Triton វាមាន Asus កុងតាក់អីចឹងទៅណាបាទអានេះ Lion នេះគឺសិតតែខ្ញុំតម្លើងទេបាទហើយវាមានអីណា EC key វាមាន battery វាមាន additive drum kit drum 2ណាបាទនៅក្នុងហ្នឹងបើសិនបើយើងតម្លើងកាលណាយើងតម្លើងថ្មីគឺយើងកន្លែងនេះគេឲ្យយើង refresh កាលហ្នឹងខ្ញុំនិយាយពីការតម្លើងតិចចុះមានន័យថាយើង refresh អញ្ចឹងមកមានន័យថា plugin ដែលយើងមានទាំងប្រមាណគឺវានឹងរត់មកចូលក្នុង mode plugin នេះអញ្ចឹងកាលណាយើងចុចមកវានឹងឃើញ plugin ទាំងអស់នេះអញ្ចឹងអាហ្នឹងវាមានលាយទាំង scene ទាំងយើងតម្លើងទាំងអីអញ្ចឹងអ្វីដែលខ្ញុំដាក់នេះគឺកុំឲ្យវាស្មុគស្មាញខ្ញុំប្រើបើសិនជាខ្ញុំត្រូវការប្រើច្រើនខ្ញុំ add បន្ថែមទៅអាចដាក់ជាផ្កាយទៅវាលោតឲ្យហើយឃើញខ្ញុំដាក់ផ្កាយនេះគឺ plugin ដែលខ្ញុំតម្លើងហើយនេះណាបាទដូចត្រាំអីនេះខ្ញុំតម្លើងហើយដូច battery ហ្នឹងណាគឺខ្ញុំដាក់ទៅនៅក្នុង plugin របស់ខ្ញុំបាទខ្ញុំដាក់តែប៉ុណ្្នឹងទេបាទហ្នឹងហើយអញ្ចឹងបើយើងចង់ដាក់អី plugin មួយណាដែលយើងចង់ដាក់អីចឹងទៅយើងចុចលើហ្នឹងទៅវាជាប់ឲ្យយើងណាបាទអញ្ចឹងកន្លែងហ្នឹងគឺទាក់ទង plugin បាទចំពោះ pattern កន្លែងនេះគឺខ្ញុំមិននិយាយនេះទេពីព្រោះ pattern ហ្នឹងវានឹងជាប់នៅកន្លែងនេះយើងអាច add នៅកន្លែងនេះដើម្បីបង្កើត pattern 1 pattern 2អីចឹងទៅណាបាទហើយ view នេះក៏ចឹងដែរ view នេះខ្ញុំនឹងបង្ហាញចំពោះ pattern ខ្ញុំនឹងបង្ហាញមិនលើនេះបាទពីព្រោះអាហ្នឹងវានៅវាទាញគេទាញដាក់ឲ្យវានៅប្រើនៅលើនេះបាទ option ក៏ដូចគ្នាបាទវានៅលើនេះដូចគ្នាបាទហើយចំពោះ tool នេះគឺយើងអត់ប្រើដែរ tool នេះគ្រាន់តែយើងសំដៅទៅយើងនេះទេបាទសំដៅខ្ញុំនិយាយពី option បន្តិច option នេះគឺកន្លែង setting នេះគឺគេចង់ឲ្យយើងដាក់ sound card របស់យើងបាទ sound card យើងប្រើអីឬមួយក៏យើងប្រើ device អីយើងដាក់ហ្នឹងទៅខ្ញុំ FL នេះខ្ញុំដាក់ device របស់ FL នេះទៅដោយសារតែបើខ្ញុំដាក់ device របស់Cubase នេះសម្រាប់ Focusrite នេះគឺវានឹងលឺសំឡេងវា delay មានន័យថាតើយើងចុចមួយអញ្ចឹងទៅបាទវាលឺអញ្ចឹងណាបាទអញ្ចឹងខ្ញុំប្រើ FL នេះតែម្ដងបាទនៅក្នុងនោះវាមានផ្សេងតាក់ទងនឹងបច្ចេកអានេះតាក់ទងនឹង sound តាក់ទងនឹង MIDI device អញ្ចឹងទៅបាទហើយកន្លែងនេះ sample rate នេះអ្នកខ្លះគាត់យក 48 003 ដងអញ្ចឹងទៅបាទ
ប៉ុន្តែខ្ញុំយកតែ41នេះហ្នឹងទេ44 100ហ្នឹងទេបាទពីហ្នឹងយកមួយណាក៏បានណាបាទអានេះតើតើ FL របស់យើងទេហើយតើតើ option មានប៉ុណ្ណឹងបាទ tool នេះក៏យ៉ាងដែរខ្ញុំនឹងបង្ហាញនៅលើនេះណាបាទអានេះក៏អត់ដែរបាទតើតើនៅកន្លែងនេះតើតើនឹងសំឡេងនេះគឺសំឡេងនៅលើនេះឧបមាថាយើង play ទៅយើងបន្ថយវាហ្នឹងទៅណាយើងវាលឺតិចលឺខ្លាំងចឹងទៅបាទហើយចំពោះគេដាក់ pad នេះកន្លែងនេះគឺសំដៅទៅលើនៅពេលដែលវា load pad ចេះគឺយើងមានន័យថាយើង play នៅលើនេះយើង play នៅលើនេះឲ្យវាលឺតែមួយ track របស់យើងទៅបាទកាលណាយើងចុចអានេះវាលឺទាំងអស់លឺឲ្យតែ pattern យើងមានប៉ុន្មានវាលឺទាំងអស់អាហ្នឹងណាបាទនៅពេលដែលយើងអនុវត្តទៅវានឹងចេះបន្ថែមណាបាទហើយកន្លែងនេះគឺទៅ play stop record កន្លែងនេះសំដៅទៅលើ record ចម្រៀង record យើងrecord សំឡេងចូលនៅក្នុង track របស់យើងណាយើងអាចច្រៀងចូលនៅក្នុងហ្នឹងក៏បានដែរបាទហើយអានេះគឺតាក់ទងទៅនឹង tempo បាទអានេះសញ្ញា tempo វាប៉កចឹងអញ្ចឹង tempo នៅវីដេអូក្រោយខ្ញុំនឹងលើកយកមកពីរបៀបនៃការចាប់យក tempo ដើម្បីឲ្យយើងងាយស្រួលជាទូទៅបើសិនជាយើងដឹងយើងសង្កេតឃើញថាចម្រៀងភាគច្រើនបើសិនជាយើងសង់ទីម៉ង់ប្រភេទសង់ទីម៉ង់រំវងរំក្បាច់វាមានដូចសារបានឡាំលាវអីចឹងចុះឧទាហរណ៍ចឹងវាមាន tempo របស់វាសង់ទីម៉ង់ប្រភេទធម្មតាយើងវាចាប់ពី60ឬមួយក៏អ្នកខ្លះទៅ55ឡើងមករហូតដល់70អីចឹងទៅបាទវាខុសគ្នាតិចតួចវាអត់ជាបញ្ហាទេបាទចាប់ពី70ដល់90អីចឹងទៅវាប្រភេទbolero អីចឹងទៅបាទវាតាមបទតាមចង្វាក់ចំពោះចាប់ពីរំវងអីចឹងវា120ណាញាក់អីចឹងទៅវា130អីចឹងទៅបាទហ្នឹងហើយអញ្ចឹងតើតើនឹងកំណត់ tempo ហ្នឹងវាសំខាន់សម្រាប់បទចម្រៀងកាលណាយើងដាក់ខ្ពស់សង់ទីម៉ង់ទៅជាញាប់ចឹងទៅអានេះគឺសញ្ញា tempo វាដែលយើងលឺប៉កហ្នឹងណាបាទអញ្ចឹងពេលយើងធ្វើក៏យើងត្រូវដាក់វាដែរហ្នឹងបាទហើយនេះតើតើនឹងសញ្ញាផ្សេងនេះគឺយើងអត់ប្រើទេសម្រាប់យើងបច្ចុប្បន្ននេះបាទវាជាកំណត់អានេះដល់ពេលមកខាងនេះវាតើតើទៅនឹងការយើងដោតអានេះគេដោត MIDI keyboard ណាតែអានេះ MIDI keyboard កន្លែងនេះគឺយើងដូចយើងចុចនៅលើ key របស់យើងហ្នឹងណាយើងចុចលើ keyboard computer ទេបាទខ្ញុំអត់មាន MIDI keyboard ទេខ្ញុំមានតែ computer មួយបាទមានបាស2ក្នុង sound card នឹងមួយហ្នឹងទេបាទហើយកន្លែងនេះមានន័យថានៅពេលដែលយើងគ្រាប់នៅពេលដែលខ្សែនេះបើយើងអត់ចុចវានៅពេលដែលយើង play ទៅវាទៅបាត់ចាំបាទវាផុតកន្លែងនេះទៅវានឹងទៅបាត់សញ្ញា Q ពីច្រើននេះបាទតែបើយើងចុចលើវាមានន័យថាឲ្យទៅដល់កន្លែងហ្នឹងវាលោតឲ្យយើងមើលសញ្ញានេះកុំឲ្យវាបាត់ពីសញ្ញានេះណាបាទចាហ្នឹងតែប៉ុណ្្នឹងហើយកន្លែងនេះក៏យើងអត់មានតន់ប្រើដែរបាទចាក់ទៅonlineកន្លែងនេះខ្ញុំនឹងលើកវាយកមកនិយាយនៅកន្លែងនេះពីព្រោះនេះវានេះអារូបដែលឆក់ឯនេះវានៅក្នុងនេះអញ្ចឹងចាំខ្ញុំមកបង្ហាញលើនេះកន្លែងនេះចាក់ទៅនឹង pattern កន្លែងនេះគឺសំដៅទៅលើចំពោះ pattern សួរថាហ្នឹងវាជាស្អីអានោះវាជាline មួយសម្រាប់យើងដាក់នេះរបស់យើងដាក់គ្រាប់ភ្លេងរបស់យើងណាបាទអញ្ចឹងបង្កើតtrack ខ្ញុំនិយាយថា track ចុះបាទអញ្ចឹងវា pattern វាជា track មួយសម្រាប់យើងរៀបគ្រាប់ melody ឬមួយក៏ chord ឬមួយក៏អីចឹងទៅអញ្ចឹងបើសិនជា scale យើងដាក់ scale ទៅបើសិនជា melody យើងដាក់ melody ចឹងទៅមាន guitar មានអីចឹងទៅមកបន្ទាប់មកបានយើងផ្គុំគ្នាទៅជា pattern ច្រើនបាទទៅជាបទចម្រៀងហ្នឹងហើយបាទចំពោះនៅកន្លែងនេះកាលណាយើងចុចលើវានឹងបាត់នេះរបស់យើងបាទ pattern របស់យើងអញ្ចឹងបើយើងបាត់យើងចុចវាវិញមកវានឹងបើកដល់ពេលកន្លែងនេះវាតាក់ទងទៅនឹងកន្លែង piano roll នេះបាទយើងបើកវាសម្រាប់យើងរៀបយើងធ្វើអីណាបាទអញ្ចឹងបើយើងចុចលើវាក៏បានដែរវាមកដូចគ្នាណាបាទបន្ទាប់មកកន្លែងនេះគឺហៅថា channel track ហ្នឹងវាសំដៅទៅលើកាលណាយើងបង្កើត pattern មួយយើងត្រូវដាក់ channel track នេះមួយបាទអញ្ចឹងដូចថាឥឡូវ pattern 1ខ្ញុំដាក់ថា FL key អញ្ចឹងវា load channel track ផងហ្នឹងគឺ FL key អញ្ចឹងទៅអញ្ចឹងនៅក្នុង channel track យើងមាន mixer របស់វានេះបាទអញ្ចឹងកន្លែង mixer យើងដាក់លេខមានថាបើលេខ5អញ្ចឹង FL key ហ្នឹងវានឹងរត់មកនៅកន្លែង mixer នេះលេខ5នេះបាទអញ្ចឹងយើងត្រូវការ mix អីយើងដាក់វាតាមហ្នឹងមកអាហ្នឹងគឺវាចូលនៅហ្នឹងហើយបាទណាអញ្ចឹងដល់ពេលកន្លែងនេះវាតាក់ទងទៅនឹងឲ្យយើងបិទ plug in របស់យើងអានេះគឺតាក់ទងទៅនឹង plug in scene របស់វាទាំងអស់ជាមួយទៅនឹងplug in របស់យើងដែលយើងបានតម្លើងអញ្ចឹងបើយើងចុចអាហ្នឹងណាវានឹងទៅបាត់អញ្ចឹងណាអញ្ចឹងវានៅសល់ប៉ុណ្ណេះអញ្ចឹងវាធ្វើឲ្យប្រឡោះនេះកាន់តែធំយើងងាយធ្វើការជាទូទៅខ្ញុំអត់បិទទេខ្ញុំបើកវាអញ្ចេះបាទកន្លែងតាក់ទងទៅនឹង copy បាទហើយកន្លែងនេះតាក់ទងទៅនឹងនេះរបស់យើង plug in របស់យើងកាលណាយើងចុចលើវាមកវាផ្សូរ plug in របស់ FL ទាំងយើងតម្លើងនឹងអីវានៅក្នុងហ្នឹងឲ្យយើងបាទអញ្ចឹងយើងចុច right click មួយនៅលើខាងនេះមកហើយវាបាត់ចំពោះកន្លែងនេះគឺវាតាក់ទងទៅនឹងការកំណត់ tempo កន្លែងនេះបើសិនជាយើងចង់បង្កើតបទភ្លេងដែលយើងបង្កើតថ្មីយកដឹងថា tempo ប៉ុន្មានអញ្ចឹងគេកំណត់លើវាយើងចុចលើវាតែយើងរាប់អាហ្នឹងខ្ញុំមិនដែលប្រើដែរទេប៉ុន្តែតាក់ទងនឹងកំណត់ហ្នឹងខ្ញុំឧទាហរណ៍ដូចថាបទឥឡូវយើងឧទាហរណ៍ណាយើងចុចណាយើងចុចអញ្ចឹងវានឹងចាប់យកនេះឲ្យវាដល់នេះមកអញ្ចឹងមានន័យថា tempo ដែលយើងច្រៀងបទមិញហ្នឹងគឺវាបានមានន័យថា tempo វាគឺ57ណាកាលណាយើងធ្វើទៅយើងដឹងថាល្បឿន tempo វាប្រហែលជាប៉ុន្មាននេះកន្លែងហ្នឹងបាទឥឡូវដូចជាច្រើននាទីដែរខ្ញុំបង្ហាញនៅកន្លែងនេះមួយទៀតមកជួរនេះបាទតើតើនៅកន្លែងនេះ
គេហៅថាអាហ្នឹងដូច option របស់វាអញ្ចឹងនៅក្នុង option ហ្នឹងវាមាន edit វាមាន tool វាមាន view ណាវាមាន snap វាមាន select អីហ្នឹងបាទ group zoom អីណានេះច្រើនបាទអញ្ចឹងកន្លែងនេះខ្ញុំបង្ហាញចេះមានន័យថាខ្ញុំបង្ហាញកន្លែងនេះបន្តិច channel rule អ្នកទាំងអស់គ្នានឹងអត់ឃើញគ្រាប់នេះនៅក្នុងគ្រាប់នេះវាមានណា do re mi fa យកវាលោតឲ្យយើងដាក់ទាំងអស់អញ្ចឹងកន្លែងហ្នឹងគឺវានៅយើងកំណត់វានៅកន្លែងហ្នឹងគឺកំណត់នៅកន្លែង view នេះកន្លែង view នេះគឺយើងទាញមកក្រោមណាមកក្រោមយើងយកពាក្យថា key label នេះអ្នកទាំងអស់គ្នាដំបូងប្រកាសជានៅនេះបាទអញ្ចឹងវាចាប់យកតែកន្លែង do ឯណាឲ្យតែ do ហ្នឹងគឺវាចាប់យកកន្លែងហ្នឹងឯងបាទអញ្ចឹងបើយើងចង់ឲ្យវាបង្ហាញក្របនឹងទាំងអស់យើងយក view មកយើងយក FL key អញ្ចឹងមកយើងយក all node នេះពេលហ្នឹងវានឹងបង្ហាញក្របឲ្យយើងទាំងអស់យើងដាក់អញ្ចឹងយើងងាយស្រួលមើលណាអាណាជាក្របឡាណាក្រប ray អីអញ្ចឹងយើងស្រួលមើលក្នុងហ្នឹងបាទបន្តមកទៀតតើទៅនឹងហូកូនសោ zoom អីនេះខ្ញុំមិនចាំបាច់បង្ហាញទេវាការប្រៀបរួមវានឹងនៅលើនេះមកដល់កន្លែងនេះតើទៅ setting បាទ setting កន្លែងនេះមានថាយើងអាចកំណត់តទៅនឹង strum បាទកន្លែងនេះវាមានការកំណត់នៅ limit គ្រាប់របស់យើងវាមានកំណត់នៅ strum នេះវាមានអីច្រើនទៀតពេលធ្វើណាពេលធ្វើយើងនឹងជួបអញ្ចឹងដូចឥឡូវខ្ញុំឧទាហរណ៍ទៅកន្លែង strum មកចុះកន្លែង strum នេះសំដៅទៅលើពេលដែលយើងរៀបគ្រាប់ melody ខ្ញុំឧទាហរណ៍ថាយើងរៀបគ្រាប់អីមួយឧទាហរណ៍ថាtemplate ឥឡូវខ្ញុំយក major មួយបាទប្រហែលគ្រាប់ fa ចុះបាទអញ្ចឹងកាលណាយើងរៀបគ្រាប់ fa មួយយើងចង់រៀបយើងចង់ទាញវាទៅជា strum ណាបាទយើង strum វាយើងចូលកន្លែង setting ហ្នឹងមកយើងយកពាក្យ strum នេះបន្ទាប់មកយើងនឹងកំណត់ទាញវាណានេះយើង strum វាយ៉ាងម៉េចបាទហើយយើងលួចអានេះយ៉ាងម៉េចឲ្យវាលឺជាគ្រាប់រាយយើងនិយាយថាយើងជាគ្រាប់រាយយ៉ាងទៅបាទឲ្យស្រួលយល់បាទអញ្ចឹងទៅណាអានេះវាជាការកំណត់ strum យើងរៀបគ្រាប់ strum នៅលើហ្នឹងហើយបើមកយើង accept អញ្ចឹងគ្រាប់យើងមិនហ្នឹងវានឹងមកអញ្ចឹងហ៎បាទណាបាទអញ្ចឹងអាកន្លែង setting ហ្នឹងគឺវាអញ្ចឹងបាទហ្នឹងហើយចំពោះមកដល់កន្លែងរូបនេះកន្លែងនេះវាជាការកំណត់ប្រឡោះកំណត់ចំនួនមានន័យថាសម្រាប់ឲ្យយើងនេះខ្ញុំដាក់នេះគឺវានេះមកប្រឡោះនេះវាមានអាធំនេះ4ណាឧទាហរណ៍ពីលេខ2មកលេខ3នេះវាមានប្រឡោះអាធំនេះខ្សែដិតយើងមើលឃើញខ្សែដិតនេះវាមាន4ណាបាទប៉ុន្តែនៅលើប្រឡោះនោះទៀតនៅក្នុងប្រឡោះមួយទៀតវាមាន4ទៀតអញ្ចឹងមកប្រឡោះនេះវាមាន16កាឡាតែយើងឃើញគ្រាប់នេះអញ្ចឹងមកប្រឡោះនេះវាមាន4អញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងកន្លែងហុកហ្នឹងហុកដៃឆក់ហ្នឹងគឺយើងកំណត់លើវាកំណត់ថាម៉េចឧបមាថាយើងចង់បានវាបន្ថែមយើងចុចលើវាចឹងមកអញ្ចឹងមកប្រឡោះនេះ4ហ្នឹងវាឡើងយើងយក1លើ6អញ្ចឹងមកប្រឡោះហ្នឹងវាឡើង6អញ្ចឹងយើងកំណត់គ្រាប់នេះកាលណាយើងកំណត់គ្រាប់នេះឲ្យកាន់ទៅតូចទៅអញ្ចឹងយើងរៀបគ្រាប់វាកាន់ទៅតូចដែរអានេះណាបាទអញ្ចឹងឧបមាថាយើងយកប្រហែល1លើ4អញ្ចឹងយើង1លើ4បាទបើ1លើ8វារត់ទៅវាមានន័យថាវារត់ទៅធំទៅទៀតទៅណាបាទនៅក្នុងហ្នឹងវាមាន1លើ6បាទហើយដល់ពេលមួយទៀតតើទៅនឹងយើងទាញវាកន្លែងនេះយើងយកវាធម្មតាវិញមកមានថាកន្លែងនេះវាមក4ធម្មតាវិញណាបាទបើសិនជាយើងរៀបគ្រាប់តិចតួចយើងយកឲ្យទូចឹងមកណាបាទអាហ្នឹងនៅពេលដែលយើងអនុវត្តជួបគ្នាបន្តទៀតបាទកាលណាយើងយកណាន់ធម្មតាយើងយក main នេះធម្មតាចឹងទៅបាទអូខេឥឡូវតើទៅនឹងកន្លែងនេះតើទៅនឹងសញ្ញាត្រេ3ទូច3 4នេះបាទ3មូលនេះគឺយើងកំណត់ទៅលើមានន័យថាយើងកាលណាយើងរៀបគ្រាប់មួយយើងរៀបគ្រាប់អីមួយអញ្ចឹងឧទាហរណ៍ថាអកណាយើងរៀបអកមួយអញ្ចឹងធម្មតាអកឧបមាថាមីចុះអញ្ចឹងមីធម្មតាយើងរៀបយ៉ាងមីបាទតបមកវាម្លងអីចឹងទៅមានន័យថាម្លង2ហើយម្លង3ចឹងទៅអញ្ចឹងនៅពេលដែលយើងឧទាហរណ៍ថានៅពេលដែលយើងរៀបអកយើងរៀបចឹងវាយូរអញ្ចឹងនៅពេលដែលយើងយកលើវាឧបមាថាគ្រាប់យើងចង់រៀបអីគេ major ហើយគូសំដៅអាម៉ាស្អែកតែយើងអានទេណាបាទខ្លះគេអាន major master អញ្ចឹងទៅអញ្ចឹងយើងថា master ចុះអញ្ចឹងយើងរៀប master មួយ master ហ្នឹងយើងរៀបអកអីអកមីដែរអញ្ចឹងយើងចុចលើវាមកឃើញទេអូនេះខុសមីបាទអញ្ចឹងមីនេះគឺយើងរៀបអញ្ចឹងបាទអញ្ចឹងយើងមិនបាច់ចាំទៅចុចវាមួយអីណានេះទេកាលណាយើងទាញហើយកន្លែងហ្នឹងmaster ឬមួយក៏ minor អញ្ចឹងយើងចុចលើវាតែម្ដងបាទឧបមាថាមី master មី minor អញ្ចឹងមី minor គឺអញ្ចេះបាទដល់ពេលមី master នេះគឺយើងចុចលើវាមកគឺគ្រាប់វាអញ្ចេះឃើញទេបាទវាខុសគ្នាប៉ុណ្ណឹង master minor អញ្ចឹងយើងមិនបាច់ចាំទៅរៀបគ្រាប់វាមួយយើងចុចលើវាយកតែម្ដងបាទនៅពេលអនុវត្តជំនាញយើងជួបទាំងអស់គ្នាហើយវាមាន la 7អីចឹងទៅ set យើងវាមាន7វាមាន major 7វាមាន minor 7អីហ្នឹងគឺយើងឆ្លៃទៅលើប័ណ្ណជំនាញរបស់យើងបាទនេះសញ្ញាយើងបកខោអីទេកន្លែងនេះសម្រាប់តែយើងមានថាយើងតើតងលុប copy អីហ្នឹងកាលណាយើងចុចចេះវាស្មើនឹង copy ណាយើងទាញវាជាប់អញ្ចឹងបាទកន្លែងនេះសម្រាប់តែយើងចុចលើវាមួយបាទឃើញទេកាលណាយើងចុចលើវាទាញចេះតែបើយើងយកនេះវាដូចផាកអញ្ចឹងហ្នឹងហើយបាទអញ្ចឹងកុំឲ្យច្រឡំគ្នាបាទចំពោះកន្លែងនេះវាដូចជាកំណត់សម្លេងណាមួយកុំឲ្យវាលឺណាបាទហ្នឹងហើយកន្លែងនេះកំណត់កុំឲ្យវាសំដៅកន្លែងនេះគឺកំណត់យើងចុចលើវាឲ្យវាបិទតែម្ដងឲ្យវាបាត់មានន័យថាយើងលុបវាចោលតែម្ដងណាបាទ
ចំពោះកន្លែងសលេងនេះដូចគ្នាដែរកាលណាយើងចុចលើអាហ្នឹងគឺនឹងអត់លឺវាដូចកន្លែងនេះមិនអញ្ចឹងបាទកន្លែងនេះយើងលុបវារឿងអីអាហ្នឹងតែនៅពេលប្រើយើង start នឹងវាទៅយើងនឹងដឹងនេះតែតកាត់យើងគិតថាអានេះយើងចង់កាត់កន្លែងនេះអញ្ចឹងទៅយើងកាត់ចេះណាបាទគ្រាប់នឹងវាអញ្ចឹងយើងកាត់អញ្ចឹងទៅបាទអាហ្នឹង tool វាកាត់អញ្ចឹងទៅអានេះតែតកាត់បរិចទៅលើគ្រាប់វាមួយណាបាទកន្លែងហ្នឹងយើងកំណត់នៅលើនេះក៏បានដែរនេះយើងកំណត់នៅកន្លែងនេះយើងចង់ទាញវាបរិចរួមអីណានេះណាកន្លែងហ្នឹងគឺយើងកំណត់នៅអញ្ចឹងក៏បានដែរឬមកគឺយើងប្រើនេះក៏បានដែរអូខេឥឡូវដូចកាយិតយើងទាញមកវាអញ្ចឹងណាបាទបរិចរួមដូចគ្នាអានេះបរិចលើបរិចខំដូចកន្លែងនេះអញ្ចឹងខ្ញុំអត់ចង់ប្រើអា tool ហ្នឹងទេវាញ៉ៃកន្លែងនេះដូចគ្នាដែរយើងចុចលើអាហ្នឹងទៅវាលឺសំឡេងគ្រាប់ហ្នឹងមួយបាទអានេះសំឡេងវាដែលយើងស្ដាប់នៅលើ pattern ហ្នឹងបាទហ្នឹងហើយនឹងហើយចាក់ទៅនឹងការបង្ហាញទៅលើមូលដ្ឋានគ្រឹះសម្រាប់ FL មានប៉ុណ្ណឹងពីព្រោះវាមានពេលខ្លះខ្ញុំអត់បានលម្អិតវាឲ្យបានក្បោះក្បាយច្រើនពេកទេដោយសារតែពេលវេលាក៏វាយ៉ាងយូរដែរបាទហើយវាធម្មតាកាលណាតែយើងអត់ដឹងពីរបៀបប្រើវាក៏យើងពិបាកក្នុងការធ្វើបទចម្រៀងរបស់យើងដែរបាទហើយនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញពីបទភ្លេងថាតើមុននឹងយើងទៅធ្វើបទភ្លេងយើងត្រូវស្គាល់អីខ្លះណាខ្ញុំនឹងបង្ហាញពីទី1ចេះមើលតាមពោកំណត់តាមពោបទនឹងមានតាមពោប៉ុន្មានយើងមានកម្មវិធីសម្រាប់កំណត់តាមពោឲ្យយើងដឹងហើយនឹងមួយទៀតបង្ហាញពីគេហៅថាគ្រួសារកបាទឬមួយក៏ chord ហ្នឹងបាទហើយនឹងមួយទៀតយើងឲ្យចេះមើលតង់បាទឲ្យចេះមើលតង់ថាតើវាចូលតង់អីហ្នឹងវាសំខាន់អញ្ចឹង3មុខហ្នឹងខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយបើសិនជាវីដេអូនឹងវែងខ្ញុំនឹងអាចកាត់វាទៀតបាទពីព្រោះកាលណារយៈពេលកាន់តែវែងយើងកាន់តែធុញបាទអញ្ចឹងវីដេអូហ្នឹងខ្ញុំបញ្ចប់ប៉ុណ្ណឹងនៅរងចាំទស្សនាវីដេអូក្រោយបាទអរគុណ